Hello ក៏ដូចជាស្ដីអ្នកគ្នាមកត្រឡប់មកជួបជាមួយអ្នកមានសាជាថ្មីសុគីអេថ្ងៃណាយើងមកបន្តនៅសាច់រឿង cover ត្រឡប់មកវិញរបស់កម្ពុជាឃាតកររបស់យើងសាជាថ្មីហើយមាននឹង sorry ផងណាដែលមាននឹងបាត់មួយរយៈធម្មតាបានចេញវីដេអូចែកជូនអ្នកគ្នាគឺដោយសារតែមានបញ្ហាអញ្ចឹងណាហើយបញ្ហាដែលគឺដោយសារតែ Ahmed Page ដែល admin កាត់តវីដេអូដូចជារូបភាពហ្នឹងគឺវាធ្លាក់បែកអេក្រង់អញ្ចឹងហើយគឺថា admin ហ្នឹងទើបតែធ្វើវាបានវិញនោះទេដូច្នេះហើយគឺថាទើបតែ admin ហ្នឹងបានធ្វើវីដេអូឡើងវិញសាជាថ្មីដូច្នេះហើយមាននឹង sorry ផងណាដែលមានអត់បានចេញវីដេអូមួយរយៈធំហើយមុននឹងបន្តនៅវីដេអូរបស់យើងដែរគឺថាមានសូមអរគុណទៅកាន់បងដែលគាត់បានធ្វើការឧបត្ថម្ភកាន់មានជំនួនសិនដែលទីមួយក៏មានឈ្មោះថាដែលភ័ក្រដែលគាត់បានធ្វើការឧបត្ថម្ភកាន់មាននឹង$1ទីពីរក៏មានឈ្មោះថារុនវីរៈយុទ្ធដែលគាត់បានឧបត្ថម្ភមាននឹង10សែនហើយទី3ក៏មានឈ្មោះថាសរេនសេរីដែលគាត់បានធ្វើការឧបត្ថម្ភនឹង3សែនហើយបើសិនជាអ្នកនរគ្នាណាចង់ធ្វើការឧបត្ថម្ភក៏ដូចជាគ្រប់គ្រងលើកទឹកចិត្តមានអញ្ចឹងណាក៏ថាអាចឧបត្ថម្ភមានតាមរយៈ QR code នេះបានហើយឥឡូវយើងកុំឲ្យខាតពេលអ្នកនរគ្នាយូរយើងចូលទៅបន្តនៅសាច់រឿងរបស់យើងទាំងអស់គ្នាដោយផ្ដើមពីភាពមុនមកយើងក៏បានដឹងដែរថាចំនួនការរបស់លោកឈឿនឆាន់ហើយគឺជាជនក្បត់ដែលបានជួយទៅកាន់អេលីបក៏ដូចជាឥឡូវនេះនាងកំពុងតែមានផែនការចង់ធ្វើអីទៅកាន់លោកឈឿនឆាន់ក៏យើងមិនដឹងដែរដោយសាច់រឿងរបស់យើងក៏បានកាប់មកដល់កន្លែងរបស់អេលីបវិញម្ដងដែរនៅពេលណាក៏មានណាម្នាក់ប្រាប់ទៅកាន់អេលីបឲ្យគេនឹងប្រុងប្រយ័ត្នព្រោះថាឥឡូវនេះកំពុងតែមាននៅកងសន្តិសុខជាច្រើនកំពុងតែរត់ទៅរកគេហើយដូច្នេះឲ្យគេនឹងគេចខ្លួនទៅកុំឲ្យគេចាប់បានប៉ុន្តែគឺថាអេលីបនេះគឺថាគេនឹងមិនខ្វល់ទេដែលគេនៅចាំទីនេះគឺថាចាំពួកកងសន្តិសុខក៏ដូចជាអង្គរៈទាំងអស់នោះនៅទីនេះឯងដែលបន្តិចក្រោយមកយើងក៏បានឃើញផងដែរថាកងសន្តិសុខក៏ដូចជាអង្គរៈទាំងអស់នោះគឺថាត្រូវបានអេលីបនឹងសម្លាប់ពួកគេអស់គ្មានសល់តែម្ដងរួចហើយយើងក៏បានកាប់ដល់ជំនួយការរបស់លោកឈឿនឆាងវិញម្ដងបន្ទាប់ពីនាងចាត់ការទៅកាន់លោកឈឿនឆាងហើយនាងក៏បានធ្វើការតាក់ទងទៅកាន់អេលីបឲ្យគេនឹងមកជួយនាងផងដែរនៅពេលនោះអេលីបក៏បានសួរទៅកាន់នាងផងដែរថាតើមានអ្វីកើតឡើងមែនរួចហើយយើងក៏បានឃើញផងដែរថានៅពេលដែលជំនួយការរបស់លោកឈឿនឆាងនឹងកំពុងតែប្រឈមមុខជាមួយនឹងអង្គរៈផ្ទាល់ខ្លួនទាំងពីរនាក់ដែលជាកញ្ញាសាច់ដុំនោះរបស់លោកឈឿនឆាងឯងដែលអាចារ្យសាច់ដុំទាំងពីរនាក់នោះក៏បានធ្វើការសួរទៅកាន់ជំនួយការរបស់លោកឈឿនឆាងផងដែរថាឲ្យប្រាប់ពួកគេការពិតមកថាតើនៅក្នុងកាបូបនោះវាមានអ្វីគេដែលនៅពេលដែលជំនួយការរបស់លោកឈឿនឆាងគឺថានាងនោះបានប្រាប់ទៅកាន់ពួកគេនោះទេដែលបាននិយាយស្ដីថាឲ្យពួកគេនឹងច្រើនមែនទែនហើយក៏បានដេញមកឲ្យពួកគេនឹងចេញពីផ្លូវរបស់នាងផងដែរដោយនិយាយទៅកាន់ជំនួយការរបស់លោកឈឿនឆានស្ដាប់អាចារ្យសាច់ដុំទាំងពីរនាក់នោះក៏បានធ្វើការកញ្ឆក់នៅកាបូបពីជំនួយការរបស់លោកឈឿនឆាននឹងយកមកបើកមើលតែម្ដងនៅពេលដែរពួកគេបើកមើលពួកគេក៏បានឃើញនៅថ្នាំមួយដបសារ៉ាងមួយហើយនឹងវត្ថុអ្វីមួយទៀតដែលគេបានប្រកាសឲ្យដែលយើងមិនដឹងទេថានោះវាគឺជាអ្វីដែលនៅពេលណាអាចារ្យសាច់ដុំទាំងពីរនាក់នោះក៏បានធ្វើការសួរទៅកាន់ជំនួយការរបស់លោកឈឿនឆានទៅថាតើបាត់សារ៉ាងមួយទៅណាហើយអ្វីទៅជាមូលនឹងតើវាគឺជាអ្វីបើសិនជានាងមិនប្រាប់គេទេនោះនាងប្រកាសជាស្ដាយក្រោយជាមិនខានដែលនៅពេលណាជំនួយការរបស់លោកឈឿនឆានហ្នឹងគឺថានាងបានប្រាប់ទៅកាន់អាចារ្យសាច់ដុំទាំងពីរនាក់នោះទេដោយនាងក៏បានធ្វើការដកនៅកូនក្បិតរបស់នាងមកដើម្បីត្រៀមនឹងបើកការវិភាគទៅកាន់អាចារ្យសាច់ដុំទាំងពីរនាក់នោះផងដែរប៉ុន្តែនាងក៏បានគិតផងដែរថាមើលទៅនាងប្រហែលជាមិនអាចយកឈ្នះទៅកាន់ពួកគេទាំងពីរនាក់នេះបាននោះទេដោយសារតែពួកគេនេះរ៉េងក៏មិនទាបផងដែរគឺគេរ៉េង B នឹងឯងហើយយើងក៏បានមកស្គាល់ឈ្មោះរបស់អាចារ្យសាច់ដុំទាំងពីរនាក់នេះវិញម្ដងដែរម្នាក់មានឈ្មោះថា Grandy និងម្នាក់ទៀតមានឈ្មោះថា Arina ដែលពួកគេបានធ្លាប់ធ្វើការហ្វឹកហាត់នៅក្នុងកងទ័ពពិសេសនឹងអស់រយៈពេល13ឆ្នាំផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយជំនួយការរបស់លោកឈឿនឆានហ្នឹងគឺថានាងមិនមានជំរឿនទៀតដែលនេះក៏បានធ្វើការហត់ទៅបើកការវិភាគទៅកាន់អាចារ្យសាច់ដុំទាំងពីរនាក់នោះផងដែរប៉ុន្តែគឺថាអាចារ្យសាច់ដុំនោះធ្វើការចាប់ទៅកាន់ដៃរបស់ជំនួយការរបស់លោកឈឿនឆានហ្នឹងបែរយ៉ាងងាយស្រួលខ្លាំងមែនទែនហើយអាចារ្យសាច់ដុំម្នាក់ទៀតក៏បានធ្វើការវាយប្រហារបំបាក់នៅកំបិតរបស់ជំនួយការរបស់លោកឈឿនឆានហ្នឹងបាក់ខ្ទេចដោយងាយស្រួលតែម្ដងដែលនៅពេលនោះអាចារ្យសាច់ដុំទាំងពីរនោះក៏បានធ្វើការនិយាយគម្រាមទៅកាន់ជំនួយការរបស់លោកឈឿនឆានផងដែរដោយនាងក៏បានប្រាប់ឲ្យជំនួយការរបស់លោកឈឿនឆានហ្នឹងប្រាប់ពួកគេនៅការពិតទៅបើសិនជានាងហ៊ានតែរត់គេចនោះគេចាប់បាននាងតាមផ្លូវនោះនាងប្រកាសជាស្លាប់ជាមិនខានហើយនាងក៏បានសួរទៅកាន់ជំនួយការរបស់លោកឈឿនឆានផងដែរថាតើនាងកំពុងតែចង់ធ្វើអ្វីនៅពេលនេះដែលនៅពេលណាធ្វើឲ្យជំនួយការរបស់លោកឈឿនឆានហ្នឹងពិតជាមានការភ័យខ្លាចខ្លាំងមែនទែនឲ្យនាងនឹងមិនចង់ស្លាប់ដោយបែបនេះទេដោយនាងក៏បានធ្វើការយំវល់ទៅកាន់អាចារ្យសាច់ដុំទាំងពីរនោះផងដែរដោយនាងក៏បានប្រាប់ទៅកាន់អាចារ្យសាច់ដុំទាំងពីរនោះផងដែរថាគឺនាងធ្វើអ្វីគ្រប់យ៉ាងទៅតាមតែគេបញ្ជាតែប៉ុណ្ណោះដោយលើបែបនេះណាចាយសាច់ដុំទាំងពីរនោះក៏បានធ្វើការសួរទៅកាន់ជំនួយការរបស់លោកឈឿនឆានបន្តទៀតផងដែរថាបើអញ្ចឹងមែនឥឡូវនេះប្រាប់ពួកគេមកថាតើនៅពេលនេះជូហានគេនៅឯណា
ដែលនៅពេលដែលជំនួយការរបស់លោកឈិនឆានក៏បានប្រាប់ថាចុះហាននៅទីណាផងនៅពេលដែលចុះហានក៏បានធ្វើការជាមកហើយនឹងធ្វើការចាក់ទៅកាន់ករបស់ជំនួយការលោកឈិនឆាននៅសម្រាប់នាងបាត់ទៅហើយសម្រាប់អ្នកទាំងអស់គ្នាណាដឹង admin ក៏ប្រាប់ឲ្យអ្នកគ្នាដឹងទៅថាមូលហេតុដែរ admin ហៅម្ដងអេលីបម្ដងចុះហាននោះគឺដោយសារតែឈ្មោះពិតរបស់គេគឺអេលីបហើយគេមានកូដ name ថាចុះហានដែលគេយកតាមនៅ Apostle សេរីចាដែលមានឈ្មោះថាចុះហាននឹងឯងដែលនៅក្នុងសាច់រឿងនេះគឺថាវាពិតជាវល់ខ្លាំងមែនតើដែលបន្តិចគេហៅថាអេលីបបន្តិចគេហៅថាចុះហានដែលឥឡូវ admin សុំហៅនៅឈ្មោះពិតគេថាអេលីបតាំងពីពេលហ្នឹងទៅទេចុះដោយឃើញបែបនេះដែរអាចារ្យសេចដុំទាំងពីរនោះក៏បានធ្វើការសួរទៅកាន់អេលីបផងដែរថាតើឯងគឺជាអេលីបតាមមែនទេដែលនៅពេលនោះដែរអេលីបគេក៏បាននិយាយទៅកាន់អាចារ្យសេចដុំទាំងពីរនាក់នោះផងដែរថាត្រូវហើយយើងគឺជាអេលីបហើយតាំងពីពេលដែលយើងបានបង្ហាញមុខឲ្យពួកអ្នកឯងទាំងពីរបានឃើញនោះពួកឯងទាំងពីរប្រកាសជាឧបសគ្គរបស់យើងជាមិនខានដែលនៅពេលដែលអាចារ្យសេចដុំទាំងពីរនោះក៏បាននិយាយផងដែរថាអានេះជឿជាក់ចុយម៉ាយហើយនៅពេលដែរអាចារ្យសេចដុំសក់លឿងនោះក៏បាននិយាយដែរថាយើងធ្លាប់លើអំពីមនុស្សខ្វាក់ដូចជាឯងតែមើលទៅកាន់ឯងគឺថាមិនអន់នោះទេមើលទៅឯងប្រកាសជានៅកន្លែងដ៏ល្អភ្លឺចែងចាំងហើយបានជាឯងខ្លាចទៅជាឃាតករដ៏ល្អបែបនេះដែលនៅពេលដែរអេលីបគេក៏បាននិយាយទៅកាន់អាចារ្យសេចដុំទាំងពីរនោះផងដែរថាពួកអ្នកទាំងពីរនាក់និយាយគឺខុសហើយដើម្បីជោគជ័យក្នុងការធ្វើឃាតនោះគឺគេត្រូវតែមាននៅផែនការរបស់គេហើយពួកនាងទាំងពីរនេះហើយគឺជាស័ក្តិសិទ្ធិក្នុងការជោគជ័យរបស់គេហើយគេក៏បានធ្វើការហកទៅបើកការវិភាគទៅកាន់អាចារ្យសេចដុំទាំងពីរនាក់នោះផងដែរហើយយើងនឹងទៀតថាអាចារ្យសេចដុំទាំងពីរនាក់នោះនឹងទៅជាយ៉ាងណាដោយយើងកាត់មកទៅឯប្រុសរបស់យើងជាមួយអាចារ្យជីវ័នម្ដងដែរពួកគេបានធ្វើការរត់មកទីនេះយ៉ាងលឿនដើម្បីជួយទៅកាន់លោកឆានឆាយនិងអ្នកគ្រប់គ្នានៅពេលដែលអាចារ្យជីវ័នក៏ដូចជាទូឯប្រុសរបស់យើងមកដល់ទីនេះពួកគេក៏បានឃើញផងដែរថានៅពេលនេះដែរគឺថាអាចារ្យសេចដុំទាំងពីរនាក់នោះហើយជំនួយការរបស់លោកឆានឆាហ្នឹងគឺថាអេលីបចាត់ការឡើងស្ពៃបាត់ទៅហើយនៅពេលដែលទូឯប្រុសយើងក៏បានប្រាប់ទៅកាន់អាចារ្យជីវ័នហ្នឹងឲ្យទៅមើលលោកឆានឆាងតើមានរឿងអ្វីដែរឬក៏ហើយគាត់ក៏បានទៅមើលអាចារ្យសេចដុំនោះផងដែរនៅពេលដែលអាចារ្យសេចដុំនោះក៏បានធ្វើការហុចនៅទូរស័ព្ទមួយឲ្យទៅកាន់ទូឯប្រុសយើងដែលទូឯប្រុសយើងក៏បានយកមកនិយាយផងដែរដែលនោះដែរគឺជាអេលីបនឹងឯងដែលអេលីបគេបានធ្វើការតាក់ទងទៅកាន់តុឯកប្រុសរបស់យើងហ្នឹងគឺគេចង់បបួលតុឯកប្រុសរបស់យើងហ្នឹងបញ្ចប់នៅរឿងរបស់គេដែលគេបានធ្វើការប្រកួតគ្នានៅក្នុងចន្ទាយន្តលើកមុនហ្នឹងគឺថាមិនទាន់មកចំទេដូច្នេះគឺគេនឹងចង់ប្រកួតគ្នាជាមួយនឹងតុឯកប្រុសរបស់យើងបន្តទៀតហើយគេក៏បានធ្វើការហៅតុឯកប្រុសរបស់យើងហ្នឹងទៅបន្ទប់ដាក់អីវ៉ាន់នៅជាន់ទី10ផងដែរដើម្បីបញ្ចប់នៅរឿងនេះហើយគេក៏បានប្រាប់ទៅកាន់តុឯកប្រុសយើងផងដែរថាឲ្យតុឯកប្រុសយើងនឹងទៅតាមម្នាក់ឯងបានហើយដែលនៅពេលដែរស្រាប់តែអាចារ្យជីវ័នក៏បានធ្វើការហៅទៅកាន់តុឯកប្រុសយើងឲ្យចូលទៅក្នុងឲ្យលឿននៅពេលដែរតុឯកប្រុសយើងចូលទៅខាងក្នុងគាត់ក៏បានឃើញដែរហើយគាត់ក៏បានភ្ញាក់ផ្អើលផងដែរគឺដោយសារតែនៅពេលដែរលោកឈឿនឆាកំពុងតែជួបនៅគ្រោះថ្នាក់ឯងគឺនៅករបស់គាត់មានបំពាក់នៅក្របបែកបំពាក់កមួយដែលវាអាចប្រើនៅតេឡេដើម្បីជិះបំផ្ទុះវាបានដល់ឃើញបែបនេះតុឯកប្រុសយើងក៏បានដឹងផងដែរថាអេលីបគេធ្វើបែបនេះប្រកាសជាគេមានផែនការចង់ដោះដូរអ្វីជាសំខាន់ហើយនៅពេលនោះគាត់ក៏បានប្រាប់ទៅកាន់អាចារ្យជីវ័ននឹងឲ្យធ្វើទៅតាមគម្រោងការរបស់គេដែលបាននិយាយគ្នាតាំងពីមុនមកហើយនៅពេលដែរតុឯកប្រុសយើងក៏បានធ្វើការរត់ចេញពីទីនេះផងដែរនៅពេលដែរអាចារ្យជីវ័នក៏បានសួរដែរថាតើតុឯកប្រុសយើងនឹងតង់ទៅណាដែលនៅពេលដែរតុឯកប្រុសយើងក៏បានប្រាប់អាចារ្យជីវ័នផងដែរថាឲ្យនាងនឹងហៅនៅអ្នកដោះនៅក្របបែកនេះដើម្បីមកដោះនៅក្របបែកនេះចេញទៅហើយគាត់នឹងទៅជួបជាមួយនឹងអេលីបព្រោះអេលីបបានអញ្ជើញគាត់ដូច្នេះគឺថាតាមធម្មជាតិរបស់គាត់នឹងគឺថាគាត់មិនអាចបដិសេធបានទេដែលនៅពេលដែរអាចារ្យជីវ័នក៏បានព្យាយាមគាត់ទៅកាន់តុឯកប្រុសយើងផងដែរថាកុំឲ្យតុឯកប្រុសយើងនឹងទៅទីនោះអីគឺវាប្រកាសជាអន្ទាក់របស់អេលីបជាសំខាន់ដើម្បីធ្វើការចាត់ការទៅកាន់តុឯកប្រុសរបស់យើងនឹងដូច្នេះគឺគាត់នឹងមិនបាច់ទៅទេគឺវាប្រកាសជាមានគ្រោះថ្នាក់ជាសំខាន់នៅពេលដែរតុឯកប្រុសយើងក៏បានធ្វើការសួរទៅកាន់អាចារ្យជីវ័នទៅថាតើខ្ញុំឈ្មោះអ្វីដែលនៅពេលដែរអាចារ្យជីវ័នក៏បានថាឈ្មោះ Peter ដែលនៅពេលនោះតុឯកប្រុសយើងក៏បាននិយាយយ៉ាងលយទៅកាន់អាចារ្យជីវ័នផងដែរថាត្រូវហើយចម្លើយតែប៉ុណ្នេះគឺវាគ្រប់គ្រាន់ហើយដែលកន្លែងដែរគឺថាតុឯកប្រុសយើងនឹងគាត់ចង់មានន័យថាគាត់គឺជា Peter ដូច្នេះមិនឲ្យនាងភ័យទេគឺគាត់មិនមែនជាសេរីកៈនោះឡើយហើយនៅពេលដែរតុឯកប្រុសយើងក៏បានធ្វើការរត់ចេញពីកន្លែងនោះបាត់ទៅដែលនៅពេលដែរអាចារ្យជីវ័ននាងក៏បាននិយាយផងដែរថាឆុយម៉ែអូយអស់ចាលុយឆុយម៉ែបាញ់មិញនេះព្រោះហើយយើងក៏បានកាត់មកដល់អគាររបស់ Glory Club វិញម្ដងដែរនៅពេលដែរយើងក៏បានឃើញនៅ Rafael ជាមួយនឹងកូនចៅរបស់គេផងដែរនៅពេលដែរកូនចៅរបស់គេក៏បាននិយាយផងដែរថាមើលទៅលោកឈឿនឆាំក៏ជានៅជាមួយនឹង Peter ជាមិនខានដូច្នេះតាមពួកគេគូតែបញ្ជូននៅ Apostle បន្ថែមទៅទៀតដែរឬក៏អត់ដែលអេលីបគេក៏បានប្រាប់ទៅកាន់កូនចៅរបស់គេផងដែរថាគឺមិនចាំបាច់ទេគឺដោយសារតែគេនឹងអត់មាននៅតម្រុយច្បាស់លាស់អំពី Peter ទេដូច្នេះគឺថាមិនបាច់បញ្ជូននៅនរណាទៅនោះទេបើសិនជាគេបញ្ជូនទៅនោះគេប្រកាសជាត្រូវបានអេលីបនឹងចាត់ការជាមិនខាន
ដែលនៅពេលណាកូនចៅរបស់គេក៏បានសួរទៅថាតើគេចង់មានន័យដូចម្តេចហើយនៅពេលដែលរ៉ាហ្វែលក៏បាននិយាយផងដែរថាឯងមិនស្គាល់អំពីយូហានថាជាមនុស្សប្រភេទម៉េចនោះទេរួចហើយយើងក៏បានការទៅដល់ឆ្នាំ2017វិញម្ដងដែរនៅពេលហើយយើងក៏បានឃើញនៅក្មេងប្រុសម្នាក់ផងដែរដែលម្នាក់គឺជាអេលីបនឹងឯងដែលគេក៏បានធ្វើការដើរមកលេងជាមួយនឹងទុនសាយរបស់គេផងដែរនៅពេលនោះគេក៏ដឹងដែរថាមានមនុស្សនៅទីនោះហើយគេក៏បានឲ្យពួកគេនោះចេញមកដែលនោះដែរគឺជារ៉ាហ្វែលជាមួយនឹងអុកតូភើនឹងឯងដែលនៅពេលដែលរ៉ាហ្វែលក៏បានធ្វើការសួរទៅកាន់អេលីបផងដែរថាហើយបានជាគេដឹងថាគាត់នៅទីនេះដែលនៅពេលដែលអេលីបគេក៏បាននិយាយផងដែរថាគឺគេនឹងសួរសំណួរខុសហើយនេះបើសិនជាគេអត់មានអារម្មណ៍ដឹងពីពួកគេទាំងពីរនាក់នោះទេនោះប្រកាសណាថារ៉ាហ្វែលហ្នឹងគេប្រកាសជាមិនមកទីនេះដើម្បីជួបជាមួយនឹងគេនោះទេហើយនៅពេលណាអេលីបក៏បានធ្វើការសួរទៅកាន់ពួកគេទាំងពីរនោះផងដែរថាតើពួកគេទាំងពីរនាក់មកទីនេះដើម្បីអ្វីបើសិនជាពួកគេមិនប្រាប់គេក្នុងរយៈពេល10វិនាទីនោះទេនោះគេប្រកាសជាសម្លាប់ទៅកាន់ពួកគេទាំងពីរនាក់នោះជាមិនខានដែលនៅពេលណាអុកតូភើគេក៏បានធ្វើការដកនៅកំភើងរបស់គេមកដើម្បីប្រងនឹងវិភាគទៅកាន់អេលីបផងដែរដែលនៅពេលណាអេលីបក៏បាននិយាយរៀបរាប់អំពីកំភ្លើងទាំងអស់នោះផងដែរកំភ្លើងដែរវាគឺជាប្រភេទ Mark Clock 17នឹងឯងដែលវាផលិតនៅឆ្នាំ1993ដែលវាមានទម្ងន់690ក្រាមហើយវាបាញ់បានរយៈចម្ងាយ153ម៉ែត្រហើយនៅទីនេះវាមិនមែនជាកន្លែងវឹកហាត់បាញ់កំភ្លើងនោះទេដូច្នេះគេមិនគួរណាយកវាមកតាមបងបែបនេះទេឯងចាញ់ជាងហើយអាក្បាលមឹកដែលនៅពេលណាអុកតូផុសគេពិតជាខឹងខ្លាំងតែហើយគេក៏បាននិយាយផងដែរថាតែមកបងនេះគឺវាគ្រប់គ្រាន់ហើយដើម្បីចាត់ការទៅកាន់ឯងហើយនៅពេលនោះគេក៏បានបើកការវិភាគទៅកាន់អេលីបផងដែរប៉ុន្តែអេលីបគេបានធ្វើការកិច្ចផុតហើយក៏បានធ្វើការបើកការវិភាគទៅកាន់អុកតូផុសវិញផងដែរហើយនៅពេលដែរអេលីបគេក៏បាននិយាយទៅកាន់អុកតូផុសផងដែរថាអំឡុងពេលដែលនិយាយគ្នា3មិញនេះបើសិនជានៅក្នុងដៃរបស់គេនេះមាននៅកំបិតនោះគេប្រកាសជាស្លាប់10ដងបាត់ទៅហើយដល់ឃើញបែបនេះនៅពេលដែលរ៉ាហ្វែលគេក៏បានដើរមកដល់គេក៏បានធ្វើការទៅសើទៅកាន់អេលីបផងដែរថាអេលីបនឹងពិតជាអាចារ្យខ្លាំងតែណាគេអាចយកឈ្នះទៅកាន់អុកតូភើនឹងបានយ៉ាងងាយស្រួលដែលនៅពេលណាអេលីបគេក៏បាននិយាយផងដែរថាហើយវាគ្មានអីទៅខ្លាំងទេអានេះមានតែសាច់ដុំហើយនឹងអាវថ្លៃតែប៉ុណ្ណោះប៉ុន្តែគឺវាអត់មាននៅជំនាញពិសេសអ្វីទាល់តែសោះហើយកន្លែងនេះដែរអេលីបគេក៏បានធ្វើការសួរទៅកាន់រ៉ាហ្វែលផងដែរថាតើគេមកទីនេះដើម្បីអ្វីហើយគោលបំណងរបស់រ៉ាហ្វែលមកទីនេះនោះគឺគេមកដើម្បីបបួលនៅអេលីបនឹងធ្វើការជាមួយគ្នានឹងឯងនៅពេលនោះគេក៏បានធ្វើការគប់នៅអាក្តារស័យដ្ឋានមកឲ្យទៅកាន់នឹងអេលីបផងដែរហើយគេនឹងចាំអេលីបនៅក្នុងប្រទេសកូរ៉េហើយគេប្រកាសថាគេនឹងប្រកាសជាចង់ជួបនៅមនុស្សម្នាក់ដែលគេមិនអាចសម័យដល់ជាមិនខានដែរនៅពេលដែរអេលីបគេក៏បាននិយាយផងដែរថានៅប្រទេសកូរ៉េតែមិនទេតែឯងចង់យ៉ាងពី Peter តែមិនឬក៏អត់ដែលនៅពេលដែររ៉ាហ្វែលគេក៏បានធ្វើការនិយាយផងដែរថាគឺត្រូវហើយប៉ុន្តែឥឡូវនេះគេគ្រាន់តែជាតាចាំអ្នកតែប៉ុណ្ណោះប៉ុន្តែតាមអ្វីដែលគាត់គិតទៅគឺថាគាត់គិតថា Peter នេះគេមាននៅជំនាញធ្វើឃាតនេះខ្លាំងជាងអេលីបទៅទៀតហើយបើសិនជាគេគិតថាគេនឹងខ្លាំងជាង Peter នោះឲ្យគេនឹងតាក់ទងទៅកាន់គេទៅដែលនៅពេលនោះយើងក៏បានឃើញផងដែរថាអេលីបបន្ទាប់ពីលើបែនហើយមើលទៅកាន់គេដូចជាខឹងខ្លាំងមែនទែនរួចហើយយើងក៏បានកាប់ដល់ពេលបច្ចុប្បន្នវិញម្ដងយើងក៏បានឃើញនៅទូឯករបស់យើងកំពុងតែនៅក្នុងចន្លោះយន្តផងដែរនៅពេលដែលចន្លោះយន្តក៏បានមកដល់ជាន់ទី10ដែលជាន់កន្លែងដៃវ៉ានឹងឯងដែលជាកន្លែងដែលគេបានណាត់ជួបគ្នាជាមួយនឹងអេលីបនឹងឯងដែលនៅពេលដែលទូឯករបស់យើងក៏បានធ្វើការសួរទៅកាន់អេលីបផងដែរថាហើយបានជាគេនឹងចង់ជួបជាមួយគាត់អញ្ចឹងដែលនៅពេលដែលអេលីបគេក៏បាននិយាយផងដែរថាមូលហេតុដែលគេចង់ជួបជាមួយនឹងគាត់នឹងគឺដោយសារតែគេនឹងចង់បញ្ជាក់នៅរឿងមួយយ៉ាងគឺដោយសារតែតាមពីពួកគេបានជួបគ្នាលើកដំបូងនោះគឺថាអេលីបនឹងគេពិតជាមានអារម្មណ៍ប្លែកយ៉ាងខ្លាំងជាមួយនឹងទូឯករបស់យើងនេះដោយតាមតែគេសង្កេតមើលទៅកាន់ទូឯករបស់យើងទៅគេត្រឹមតែជាក្មេងប្រុសម្នាក់តែប៉ុណ្ណោះប៉ុន្តែគឺថាសមត្ថភាពរបស់គេនឹងគឺថាវាមិនសមជាមួយនឹងអាយុគេទេហើយគេក៏បានធ្វើការសួរត្រង់ទៅកាន់ទូឯករបស់យើងតែម្ដងទៅដែលគេក៏បានសួរថាតើគេនឹងគឺជា Peter ពិតមែនដែរឬក៏អត់ដែលនៅពេលណាទូឯករបស់យើងក៏បាននិយាយទៅកាន់គេផងដែរថាបើសិនជាឯងចង់ដឹងនៅរឿងនោះឯងប្រកាសជាត្រូវស្លាប់ជាខានប៉ុន្តែគឺថាអេលីបនឹងគេមិនខ្វល់ទេគេឲ្យទូឯករបស់យើងនិយាយមកអមមកបើសិនជាគេនិយាយទៅគេនឹងធ្វើការចុចនៅកងតក់នេះដើម្បីបំផ្ទុះនៅក្បាលរបស់លោកជឿនឆាងជាមិនខានហើយគេក៏បានធ្វើការទៅសារទៅកាន់មិត្តភ័ក្តិរបស់គេម្នាក់ផងដែរដែលគេមានឈ្មោះថា Mathis ដែលគេបានផលិតនៅឧបករណ៍ដែលអស្ចារ្យមួយនេះមកគេដែលគេក៏ឲ្យទូឯករបស់យើងនិយាយលឿនមកបើសិនចោលគេនឹងជួយបំផ្ទុះនៅក្បាលរបស់លោកជឿនឆាងទេដែលនៅពេលណាទូឯករបស់យើងពិតជាខឹងទៅកាន់អេលីបនឹងខ្លាំងតែនហើយគាត់ក៏បានគិតផងដែរថាមើលទៅប៉ាជាអេលីបនឹងគេមិនហ៊ានចុចនៅក្របបែកនោះដើម្បីបំផ្ទុះទេប៉ុន្តែគឺថាវាខុសពីអ្វីដែលគាត់គិតដល់នៅពេលដែរអេលីបគេក៏បានធ្វើការចុចនៅកងតាក់ក្របបែកនោះដើម្បីបំផ្ទុះតែម្ដងដែលនៅពេលដែរធ្វើឲ្យទូឯកប្រុសរបស់យើងនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយនៅពេលដែរយើងក៏បានឃើញនៅកន្លែងរបស់លោកឈឿនឆាងផងដែរថានៅពេលដែរគឺមាននៅអ្នកដោះក្របបែកពីរនាក់កំពុងតែមកជួយដោះនៅក្របបែកនេះនឹងឯង
ហើយយើងក៏បានឃើញនៅអាចារ្យជីវ័ននៅកន្លែងនោះផងដែរហើយបន្តិចក្រោយមកយើងក៏បានឃើញផងដែរថានៅអគារនោះវាក៏មាននៅបង់ផ្ទុះមួយយ៉ាងខ្លាំងតែម្ដងហើយយើងមិនដឹងទេថាលោកឈិនឆាអាចារ្យជីវ័នក៏ដូចជាមនុស្សគ្រប់គ្នានៅទីនោះមានគ្រោះថ្នាក់ដែរឬក៏អត់គឺដោយសារតែរឿងរបស់យើងនៅពេលនេះមកដល់ទីបញ្ចប់តែត្រឹមនឹងឯងហើយបើអ្នកនរគ្នាចង់ដឹងថានឹងមានអ្វីកើតឡើងបន្តទៀតយើងចាំតាមដានទស្សនានៅភាពបន្តទាំងអស់គ្នាហើយមុននឹងបញ្ចប់នៅវីដេអូរបស់ admin នេះដែរគឺថាសម្រាប់អ្នកនរគ្នាដែលតើបានចូលនៅក្រុម Telegram របស់ admin ទេគឺថាកុំភ្លេចចូលម្នាក់មួយផងហើយវីដេអូរបស់ admin នៅពេលនេះគឺមានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ